មិននៅស្ងៀមនោះទេលោកអង្គញាស្រីចន្ទថនបានចេញមកធ្វើការដែលបង្ហោះសារដោយនិយាយយ៉ាងដូចនេះមុនការប្រកួតរវាងពេជ្រសម្បត្តិនិងកីឡាករសុកធីឈានចូលមកដល់ជាការពិតណាស់ដោយដែលបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរបានដឹងទាំងអស់គ្នាហើយជំវិញទាក់ទងជាមួយនឹងជំនួបនៃការដែលប៉ះគ្នារវាងកីឡាករពេជ្រសម្បត្តិក្របីព្រៃមកដៃគុណខ្មែរជាមួយនឹងកីឡាករសុកធីមនុស្សឈើគុណខ្មែរសម្រាប់ការបរិច្ឆេទនឹងធ្វើឡើងនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ខាងមុខគឺនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយអញ្ចឹងបើយើងគិតទៅនៅសល់ត្រឹមតែ4ថ្ងៃទៀតតែប៉ុណ្ណោះបងប្អូនចំពោះថ្ងៃប្រកួតនឹងឈានចូលមកដល់ហើយជាមួយគ្នានេះផងដែរជុំវិញទាក់ទងជាមួយនឹងរឿងរ៉ាវមួយចំនួនសម្រាប់គុណខ្មែររបស់យើងឥឡូវនេះឃើញថាបងប្អូនមហាជនហ្វេនហាក់បីដូចជាសម្ដែងនៅគេហៅថាការដែលមិនពេញចិត្តទៅសោះជុំវិញទាក់ទងជាមួយនឹងបញ្ហាបច្ចេកទេសនៃការដែលដាក់ពិន្ទុមើលទៅហាក់បីដូចជាមិនសុក្រិតមើលទៅហាក់បីដូចជាមិនយុត្តិធម៌អីផ្សេងជាដើមហើយទន្ទឹមនឹងនេះផងដែរយើងបកមកកាន់ជុំវិញទាក់ទងជាមួយនឹងរឿងរ៉ាវថ្មីនោះគឺការប្រកួតរវាងសែនច័ន្ទរិទ្ធិស័កជាមួយនឹងកីឡាករប៉ែនករិជ្ជស័យបងប្អូនយើងឃើញហើយក្រោយពេលបញ្ចប់នៃការប្រកួតនឹងបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរហាក់បីដូចជាអត់សប្បាយចិត្តនោះទេហើយយ៉ាងណាជុំវិញទាក់ទងជាមួយនឹងការដែលសើរើលទ្ធផលឡើងវិញនឹងក៏នៅតែប៉ែនករិជ្ជស័យជាអ្នកទទួលបាននៃជ័យជំនះហើយសម្រាប់បងប្អូនមហាជនហ្វេនអ្នកខ្លះគាត់ក៏បានចេញមកដោយនិយាយថាបើនៅតែអញ្ចឹងទៀតនោះគាត់នឹងឈប់មើលប្រដាល់ហើយដោយសារតែបញ្ហាក៏ដូចជារឿងរ៉ាវដែលមន្ត្រីខាងសហព័ន្ធធ្វើឲ្យលេចឡើងនៅគេហៅថាចំណុចអវិជ្ជមានអីផ្សេងជាដើមដែលពិតជាធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តកីឡាករជាពិសេសហ្វេនអ្នកទស្សនាតែម្ដងអ្វីដែលគាត់ចង់ឃើញអ្វីដែលគាត់ចង់បានគឺភាពសុក្រិតយុត្តិធម៌ចំពោះកីឡាករដែលគាត់ខិតខំប្រឹងប្រែងប្រកួតនៅលើសង្វៀនអញ្ចឹងគឺគាត់ដឹងតែវាយទេហើយការដែលដាក់ពិន្ទុអីផ្សេងជាដើមសង្ឃឹមថាអង្គចៅក្រមដែលនៅជុំវិញនៃសង្វៀននឹងគាត់នឹងគេហៅថាដាក់ពិន្ទុប្រកបដោយវិជ្ជាជីវៈភាពត្រឹមត្រូវហើយផ្ដល់នៅភាពសុក្រិតយុត្តិធម៌ចំពោះពួកគាត់អីអញ្ចឹងជាដើមជាមួយគ្នានេះផងដែរយើងបកមកកាន់ទាក់ទងជាមួយនឹងសុកធីហើយនឹងពេជ្រសម្បត្តិវិញបងប្អូនដោយមុនថ្ងៃប្រកួតឈានចូលមកដល់សម្រាប់លោកអង្គញាស្រីចន្ទថនក្នុងនាមលោកគឺជាគណៈគ្រប់គ្រងមួយរូបនៅក្លឹប KKIF ដែលកីឡាករសុកធីបាននឹងកំពុងតែវឹកហាត់រាល់ថ្ងៃនឹងឯងអញ្ចឹងចំពោះលោកអង្គញាលោកបានចេញមកធ្វើការដែលបង្ហោះសារដែលភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកហើយបានសរសេរនៅសំណេរដោយស្នើសុំយ៉ាងដូចនេះស្របពេលដែលការប្រកួតរបស់សុកធីនិងពេជ្រសម្បត្តិក៏បានជិតចូលមកដល់ហើយនោះខ្ញុំគិតថាសុកធីគឺជាកីឡាករវឹកហាត់នៅក្លឹប KKIF ចំណែកឯពេជ្រសម្បត្តិក៏ធ្លាប់វឹកហាត់នៅក្លឹបចលនាយុវជន157របស់ខ្ញុំដូចគ្នាគាត់ទាំងពីរនាក់នរណាឈ្នះនរណាចាញ់ក៏ជាខ្មែរដូចគ្នាសំខាន់សូមដាក់ពិន្ទុឲ្យសុក្រិតនិងយុត្តិធម៌ដើម្បីជៀសវាងមានការដែលរិះគន់ឬក៏មានមតិរិះគន់ព្រមទាំងប្រតិកម្មពីសំណាក់មហាជនទូទាំងប្រទេសអញ្ចឹងនេះគឺជាការដែលចេញមកធ្វើការដែលបង្ហោះសារស្នើសុំពីសំណាក់លោកអង្គញាស្រីចន្ទថនផ្ទាល់តែម្ដងបងប្អូនហើយដោយដែលលោកអង្គញាលោកបានបញ្ជាក់អញ្ចឹងចំពោះទាំងកីឡាករសុកធីក៏ដូចជាកីឡាករពេជ្រសម្បត្តិសុកធីគាត់ហាត់នៅក្លឹប KKIF ដែលលោកបាននឹងកំពុងតែគេហៅថាគ្រប់គ្រងក៏ដូចជាម្ចាស់ក្លឹបហើយសម្រាប់កីឡាករពេជ្រសម្បត្តិគាត់ក៏ធ្លាប់ហាត់នៅក្លឹបចលនាយុវជន157របស់លោកអង្គញាផងដែរបងប្អូនពីមុនក្លឹបរបស់លោកគ្រូពេជ្រសុផានហ្នឹងគឺមានការដែលជួយជ្រោមជ្រែងពីសំណាក់លោកអង្គញាស្រីចន្ទថនហើយយ៉ាងណាមិញទៀតសោតយើងអាចនិយាយខ្លីថាចំពោះពួកគាត់សុទ្ធសឹងតែជាខ្មែរដូចគ្នាហើយយើងសង្ឃឹមថាអង្គចៅក្រមដែលនៅអង្គុយកាត់សេចក្តីហ្នឹងគាត់នឹងផ្ដល់ភាពគេហៅថាសុក្រិតយុត្តិធម៌ចំពោះពួកគាត់ទាំងពីរ